នេះជាវីដេអូមួយដែលខ្ញុំបានទៅលេងភ្នំក្រោមពេលល្ងាចហើយពេលហ្នឹងគឺមេឃរៀងសន្ទុំផងហើយដំបូងឡើយខ្ញុំថាតែមើលថ្ងៃលិចប៉ុន្តែដោយសារតែមេឃសន្ទុំរោភ្លៀងទៅថ្ងៃក៏អត់បានលិចដែរប៉ុន្តែខ្ញុំបានឃើញទេសភាពដ៏ស្រស់ស្អាតមួយបន្ទាប់ពីភ្លៀងធ្លាក់ហើយគឺទេសភាពនៅភ្នំក្រោមគឺវាលស្មៅអីដុះឡើងនឹងខៀវខ្ចីអ្នកទាំងអស់គ្នានៅខែហ្នឹងហើយអ្នកទាំងអស់គ្នាក៏អាចទៅលេងបានដែរដោយសារតែខែហ្នឹងកំពុងតែពេញស្អាតហើយនៅភ្នំក្រោមហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរចេញទៅភ្នំក្រោមហើយមុនខ្ញុំចេញទៅភ្នំក្រោមខ្ញុំក៏បានឆ្លៀតចូលទិញអីញ៉ាំសិនអ្នកទាំងអស់គ្នាដោយសារតែខ្ញុំអត់ចង់ទិញនៅជើងភ្នំទេខ្ញុំចង់ទិញពីក្រៅនឹងហើយទៅពេលដែលខ្ញុំទៅដល់គឺខ្ញុំឡើងផ្លូវភ្នំបណ្ដោយខ្ញុំអត់ចង់ឈប់អីចឹងណាហើយហ្នឹងហើយដូចដែលយើងឃើញទេសភាពតាមផ្លូវចឹងគឺស្រស់ស្អាតមែនទែនហើយពេលដែលខ្ញុំថតហ្នឹងគឺមេឃអត់ទាន់សតុំទេអ្នកទាំងអស់គ្នាមេឃលក្ខណៈថានៅភ្លឺនៅអីទេប៉ុន្តែដល់ពេលជីមកចិត្តដល់ភ្នំចាប់ដើមមេឃសតុំហើយឥឡូវខ្ញុំក៏បានមកដល់កន្លែងដែលខ្ញុំត្រូវទិញអីហើយគឺខ្ញុំមកទិញអីនៅផ្សារក្រោមដោយសារតែខ្ញុំជិះកាត់តាមផ្លូវហ្នឹងខ្ញុំចូលមកទិញអីវ៉ាន់ផងអីហើយទៅក៏ខ្ញុំចូលទិញហើយញ៉ាំមកហើយទៅហើយហ្នឹងហើយមិនទិញអីច្រើនទេខ្ញុំគ្រាន់តែទិញប្រហិតមួយចានហើយនឹងបាយ2ប្រអប់ហើយនឹងត្រេងយុទ្ធផឹកនៅនឹងតិចតួចអីប៉ុណ្ណឹងឯងហើយហ្នឹងហើយមកទិញប្រហិតឆឹងកាតាណូមែនទេអ្នកទាំងគ្នានៅហ្នឹងហើយប្រហិតឆឹងហ្នឹងម៉ួយខ្ញុំពេលដែលខ្ញុំឃ្លានខ្ញុំអីហ្នឹងគឺខ្ញុំចូលចិត្តមកទិញនៅកន្លែងគាត់នៅហ្នឹងធូរថ្លៃហើយនេះគឺជាពងទាកាឡុកអានេះគឺជា favorite food របស់ខ្ញុំហើយខ្ញុំចូលចិត្តញ៉ាំអាពងទាកាឡុកហ្នឹងញ៉ាំហើយដេកផោមពេញបន្ទប់ហ្នឹងហើយគេដែលដូចខ្ញុំអ្នកទាំងអស់គ្នាហើយបន្ទាប់ពីខ្ញុំទិញអ្វីហើយខ្ញុំក៏បានបន្តដំណើររបស់ខ្ញុំទៅភ្នំក្រោមហើយនេះគឺជាផ្លូវថ្មីអ្នកទាំងអស់គ្នាផ្លូវថ្មីចាក់ទៅភ្នំក្រោមដែលយើងជិះតាមផ្លូវថ្មីហ្នឹងគឺយើងចេញពីផ្សារក្រោមយើងចាំមកត្រង់មកហើយទេសភាពតាមហ្នឹងគឺយើងអាចមើលឃើញview ភ្នំក្រោមបានឃើញស្អាតអ្នកទាំងអស់គ្នាដោយសារតែពេលខ្លះអ្នកទាំងអស់គ្នាស្គាល់តែផ្លូវមួយជាហៀងទៀតដែលយើងចាក់ទៅជើងភ្នំបណ្ដោយហើយផ្លូវនេះគឺអ្នកទាំងអស់គ្នាមួយចំនួនធំក៏អត់សូវស្គាល់ដែរបើសិនអ្នកនៅស៊ីនីក៏ស្គាល់ហើយតែបើសិនអ្នកមកពីឆ្ងាយខេត្តផ្សេងអីចឹងក៏អត់សូវស្គាល់ទេតាមហ្នឹងហើយមើលទេសភាពតាមហ្នឹងបានដោយសារតែថ្ងៃដែលខ្ញុំទៅហ្នឹងវាទេសភាពអត់សូវជាស្អាតខ្លាំងទេដោយសារតែមេឃហ្នឹងវារៀងចុះអាប់នឹងសតុំមកចឹងទៅមើលអត់ឃើញ sunset តែប៉ុន្តែក៏រួមខ្ញុំមែនហ្នឹងគឺខ្ញុំចង់ទៅមើល sunset ដោយសារតែចង់ថត sunset នៅភ្នំក្រោមឲ្យអ្នកទាំងអស់គ្នាមើលអីចឹងណាហើយហ្នឹងហើយមើលទេសភាពសិនទៅហើយខ្ញុំអត់ចង់និយាយអីច្រើនទេដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា enjoy ជាមួយនឹងវីដេអូរបស់ខ្ញុំ
ហើយបន្ទាប់ពីខ្ញុំធ្វើដំណើររយៈពេលយ៉ាងយូរហើយក្នុង10នាទីអីហើយឥឡូវខ្ញុំបានមកដល់ជើងភ្នំក្រោមហើយទៅមុខទៀតក៏ទៅដល់ច្រកឡើងភ្នំក្រោមទៅពេលអញ្ចឹងទៅក៏ខ្ញុំជិះឡើងបណ្ដោយទៅដោយសារតែខ្ញុំមិនបានជប់ទិញអីទេហើយដោយសារតែខ្ញុំទិញមកពីផ្សារក្រោមរួចអញ្ចឹងទៅខ្ញុំមកដល់ជិះឡើងយកតែម្ដងហើយយើងឃើញតាមផ្លូវហ្នឹងគឺមានតូបគេលក់អីមួយចំនួនដែរទាំងអស់គ្នាហើយបើសិនជាអ្នកទាំងអស់គ្នាចង់ទិញទឹកឬក៏ទិញរបស់ញ៉ាំអីអ្នកគ្នាអាចឈប់ទិញនៅជិតហ្នឹងក៏បានដែរប៉ុន្តែខ្ញុំអត់ចង់ទិញទេខ្ញុំរៀបចំពីក្រៅមករួចហើយអញ្ចឹងទៅខ្ញុំជិះឡើងទៅទាំងម្ដងហើយដូចដែលឃើញអញ្ចឹងដោយសារតែរដូវហ្នឹងវាស្អាតដោយសារតែមេឃភ្លៀងផងហ្នឹងគេហៅថារដូវវស្សាមេឃភ្លៀងផងអីផងទៅរុក្ខជាតិបៃតងខ្ចីនៅលើភ្នំក្រោមចាប់ដើមលូតលាស់ទៅពេលអញ្ចឹងទៅក៏សម្បូរមនុស្សយើងទៅលេងគេទៅមើលទេសភាព enjoy អីចឹងណាហើយហ្នឹងហើយខ្ញុំធ្វើវីដេអូនេះឡើងថាតើឲ្យអ្នកទាំងគ្នាបានឃើញពីទេសភាពភ្នំក្រោមឲ្យអ្នកទាំងគ្នាឃើញហើយចង់ទៅលេងអីដែរចឹងទៅព្រោះអីខែហ្នឹងកំពុងតែពេញស្អាតហើយទៅចូលដល់រដូវប្រាំងវិញគឺភ្នំក្រោមលេងសូវតាក់ទាញនឹងរុក្ខជាតិហើយដោយសារតែរុក្ខជាតិខ្លះក្រៀមស្វិតអស់អីចឹងណាហើយដល់ពេលខែហ្នឹងវាពងតែពេញស្អាតហើយនេះយើងមើលទៅស្តៀងខ្នងផ្សារអ្នកទាំងគ្នាតែនេះមានក្នុងផ្សារនេះភ្នំក្រោមទេហើយមើលតាមផ្លូវទៅសិតតែមនុស្សម្នាគេទៅលេងរួមទាំងខ្ញុំផងដែរជិះម៉ូតូឡើងហើយវាផ្លូវឡើងភ្នំហ្នឹងក៏អត់សូវជាពិបាកដែរអ្នកនរគ្នាគេមានចាក់ផ្លូវបេតុងចាក់អីចឹងទៅវាស្រួលឡើងហើយផ្លូវហ្នឹងក៏អត់សូវជាចោតខ្លាំងទេវារៀងតូលតិចទេចឹងទៅយើងអាចជិះឡើងលេងឈៀលបានអីចឹងណាខ្ញុំធ្លាប់ឡើងច្រើនដងហើយអ្នកទាំងអស់គ្នាវាអត់សូវជាពិបាកសម្រាប់ខ្ញុំទេវាអញ្ចឹងមិនថាងាយស្រួលអីចឹងណាព្រោះអីខ្ញុំឡើងតែរហូតហ្នឹងក្នុងក្រោមតែខ្ញុំតនេខ្ញុំចេញពីធ្វើការខ្ញុំឡើងលេងតែរហូតដល់ពេលខ្លះខ្ញុំមកតែម្នាក់ឯងអីអ្នកទាំងគ្នាដែលស្គាល់ខ្ញុំពីមុនហ្នឹងហើយខ្ញុំពីមុនខ្ញុំជិះម៉ូតូសង្ការេហើយនៅពេលហ្នឹងខ្ញុំជិះសង្ការេហ្នឹងឯងឡើងភ្នំម្នាក់ឯងរាល់ថ្ងៃហ្នឹងល្ងាចឡើងព្រោះអីពីភ្នំក្រោមមកផ្ទះខ្ញុំវាមិនសូវជាឆ្ងាយគ្នាប្រហែលដែរជិះប្រហែលជា15នាទីអីមកដល់អីចឹងណាហើយមើលទៅហើយហ្នឹងហើយនេះគឺជាតំណែងហើយដែលខ្ញុំឈប់យកកន្លែងអង្គុយនៅចិត្តកន្លែងចរៈថ្មមិញតិចហ្នឹងអ្នកនរគ្នាឃើញហើយដោយសារតែខ្ញុំអត់មកក្រោមមកឃើញនៅនឹងតំណងចាំមើលអ្នកទាំងអស់គ្នាខ្ញុំនឹងថតអ្នកទាំងអស់គ្នាមើលហើយចៃដន្យមែនទេមកដល់ខ្ញុំក៏បានជួបអ្នកស្គាល់គ្នាអ្នកទាំងអស់គ្នាដៃគូលេងឆៃយ៉ាំជាមួយខ្ញុំហើយគាត់បានមករត់ហាត់ប្រាណនៅលើភ្នំក្រោមទៅក៏ចូលញ៉ៃគ្នាលេងបន្តិចទៅខ្ញុំក៏រៀបចំយកអាវ៉ាន់ខ្ញុំចុះទៅដាក់កន្លែងអង្គុយដែលឃើញអញ្ចឹងផ្លូវគឺតែអ្នកគ្នាជិះមកឃើញកន្លែងប្រកាន់ដៃថ្មហ្នឹងមួយមកមានផ្លូវចុះមកបន្តិចហ្នឹងឯងយើងចុះមកហ្នឹងហើយគេធ្វើប្រៀបដីប្រៀបអីដាក់ឲ្យអង្គុយអីចឹងណាខ្ញុំអត់ដឹងថានៅហ្នឹងមានម្ចាស់គេគិតលុយឬក៏មិនអត់ដឹងដែរតែថ្ងៃដែលខ្ញុំទៅអង្គុយហ្នឹងគឺអត់មានអ្នកគេគិតលុយអីដែរខ្ញុំមកដល់យកកទេមកពីផ្ទះខ្លួនឯងចឹងទៅក៏ក្រាដាក់អង្គុយបណ្ដោយទៅហើយដូចដែលឃើញចឹងទេសភាពឡើងបេតងខ្ចីពីផ្ទះអ្នកភូមិនៅតាមនឹងទៅពេលគេធ្វើស្រែធ្វើអីចឹងទៀតទៅយើងមើលពីលើមកអញ្ចឹងបានថាអូវ៉ាវចឹងបើសិនជាអ្នកទាំងអស់គ្នាដែលឃើញទេសភាពបែបចឹងអ្នកទាំងគ្នានឹងប្លែកប៉ុន្តែបើសម្រាប់ខ្ញុំចូលចិត្តដើរព្រៃភ្នំដើរតាមទេសភាពបែបចឹងច្រើនហ្នឹងទៅវាអត់សូវជាប្លែកខ្លាំងសម្រាប់ខ្ញុំទេប៉ុន្តែគឺថាស្អាតណាស់គឺស្អាតអ្នកទាំងអស់គ្នាទេសភាពទៅខ្ញុំអត់ដឹងថានិយាយថាម៉េចទេពេលវាស្អាតពេកចឹងណាដែលឃើញចឹងទេសភាពភ្នំក្រោមខែវស្សាគឺរៀងបៃតងខ្ចីហើយអ្នកទាំងគ្នាក៏អាចមកលេងបានដែរផ្លូវភ្នំក្រោមចាំខ្ញុំបើអ្នកទាំងអស់គ្នាដែលមកឆ្ងាយស្គាល់ផ្លូវមកភ្នំក្រោមខ្ញុំនឹងដាក់ location ឲ្យអ្នកទាំងអស់គ្នាហើយហ្នឹងឯងមួយទីតាំងដែលខ្ញុំអង្គុយ fresh មែនទេអ្នកទាំងអស់គ្នាឡូស្អាតអ្នកទាំងអស់គ្នាអ្នកគ្នាអាចមកលេងបានមើលទេសភាពចូលឡើងថតរូបថតវីដេអូរួចហើយខ្ញុំបាយអ្នកទាំងអស់គ្នាតែមិនមកឲ្យបានចូលទិញបាយពីបងពីបាយ
Được bài thôi à video con mùi bài bài tính mau bị bọt bây giờ nó đi về vào lên phương cao mấy nó tính ai bị cao nhưng mà nhầm hay rồi để sao tại đây lỡ nóng nhưng của bà đâu tính ai nhầm mình chứ này ngăn boxing bỏ nhầm ngoài này nó đi mờ thọt kinh lạnh hoang thì anh đi công ty cả lọ nhom đấy nhom anh ấy bỏ nhom chơi trận đấy mình chỉ biết vẫn là ngày đây mới thì thịt ở nhầm sao lại liền này bài sang ngày hơi video nhóm cô mi tập bên thằng ấy thì nhóm bất chỉ sẽ đai đấy để nhóm mà tự bạn khơi sunset hay bị sinh nhóm tự cả cái tiếp nhóm đồng chia nhóm thọt ví dụ sunset trong này tỏ khi mới nó cái video nhóm cô thọt bạn tập bên thằng ấy như sao tại ngày nắng mây đi sự tung phong trên tới của nhóm qua ba nơi du đấy về thì nhóm nhầm ấy hai nhóm cười mới thì phim ấy hai còn của nhóm phim trên nhóm mình trong một sinh đó khi mình trên video mới complete chui cho like subscribe